ស្ដីអ្នកទាំងអស់គ្នាមកជួបជាមួយអេប៊ីនម្ដងទៀតហើយនៅក្នុងរឿងដាំចិត្តចាំស្នេហ៍ដែលរឿងរបស់យើងបានឈានចូលមកដល់ភាគ2ដែរហើយអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានទស្សនាភាគ1អាចចូលទៅមើលម្ដងទៀតនៅក្នុង Channel របស់អេប៊ីនហ្នឹងហើយកុំឲ្យខាតពេលវេលារបស់បងប្អូនយូរតោះយើងទៅទស្សនាសាច់រឿងរបស់យើងបន្តទៀតចាប់ផ្ដើមនៃសាច់រឿងយើងបានឃើញសំណាងនិងមិត្តភ័ក្តិរបស់គាត់ផ្សេងទៀតកំពុងបណ្ដើរគ្នាសម្ដៅទៅរកកន្លែងលក់បាយស្រូបមួយកន្លែងក្នុងបរិវេណសាលាមកដល់ពួកគេក៏នាំគ្នាកំងបាយដូចធម្មតាតែភ្លាមនឹងដែរសំណាងក៏បានងាកទៅឃើញវីរៈដែលចូលនៅក្បែរនោះដែរមិនបង្អង់យូរទេសំណាងក៏ដើរសំដៅទៅរកគេភ្លាមក្នុងគោលបំណងដើម្បីផ្សះផ្សាជាមួយគ្នាវិញចំពោះការបដិសេធរបស់វីរៈមកលើខ្លួនសំណាងគេក៏អត់បានខឹងឯដែរព្រោះគេយល់ថាវីរៈមានសិទ្ធិនឹងបដិសេធខ្លួនបើគេអត់ស្រឡាញ់ខ្លួនចឹងហើយគេមិនចង់ឲ្យមិត្តភាពរបស់គេដែលមានជាច្រើនឆ្នាំមកហើយនេះត្រូវបញ្ចប់ដោយសាររឿងប៉ុណ្ណឹងទេប៉ុន្តែវីរៈវិញគ្រាន់តែឃើញសំណាងដើរសម្ដៅមករកខ្លួនគេក៏ដើរចេញពីទីនោះភ្លាមតែម្ដងឯសំណាងយើងវិញឃើញដូច្នោះគេក៏មិនបានតាមអ្វីវីរៈទៀតដែរព្រោះគេគិតថាវីរៈប្រហែលជាស្អប់មុខគេខ្លាំងណាស់ហើយបានជាព្យាយាមគេចមុខពីគេបែបហ្នឹងដោយដែលដឹងអញ្ចឹងបងប្អូនទីណាមានវីរៈនិងសំណាងទីនោះក៏មានបពពួករបស់សម្បូរនៅទីនឹងដែរហើយដូចធម្មតាអញ្ចឹងពួកគេក៏ដើរមកនិយាយឌឺដងសំណាងទៀតហើយនិយាយទៅពួកគេនេះពិតជាខំមិនលេងពិតមែនតែសំណាងវិញគឺដោយរដងអញ្ចឹងអ្វីដែលគាត់អាចជៀសបានគឺគាត់ជៀសគឺគាត់អត់ចង់មានបញ្ហាជាមួយពួកគេវែងឆ្ងាយអីទេប៉ុន្តែសម្រាប់បពពួករបស់សម្បូរវិញការដែលសំណាងគេចវេសពីគេបែបនេះគេគិតថាជាការមើលងាយមកលើពួកគេទៅវិញពេលហ្នឹងសម្បូរដែលគេជាមេធីមហ្នឹងក៏គេរៀងក្តៅលើកជាដែរពេលហ្នឹងនេះសំណាងនេះពួកយើងនិយាយជាមួយឯងណាសំណាងក៏បែរមករួចតបទៅពួកគេបើពួកឯងគ្រាន់តែចង់រករឿងយើងគឺយើងគ្មានពេលលេងជាមួយពួកឯងទេនិយាយរួចគេក៏បែរខ្នងបំរុងនឹងដើរចេញទៅប៉ុន្តែនេះសម្បូរក៏រៀងខឹងដែរក៏ស្ទុះទៅទាញស្មារបស់សំណាងរួចបំរុងនឹងវាយតែភ្លាមនោះស្រាប់តែមានជើងរបស់នរណាមិនដឹងទេមកតាក់ជើងរបស់សម្បូររហូតដល់គេដួលផ្កាប់មុខទៅនឹងដីតែណាហ៊ានតាក់ជើងយើងភ្លាមនោះក៏មានបរិសង្ហារូបរាងខ្ពស់ស្រឡះម្នាក់បានបង្ហាញខ្លួននៅចំពោះមុខសម្បូរព្រមទាំងវិចារទៅកាន់គេផងដែរនេះពួកឯងទំនេរណាស់មែនទេបានជាមករករឿងអ្នកដទៃអញ្ចឹងឬមួយក៏ឯងចង់ឲ្យយើងប្រាប់គ្រូហើយអញ្ជើញពុកម៉ែឯងមកទីនេះមានណាយើងគ្រាន់តែលេងមួយសំណាងធម្មតាតាឯនេះពួកយើងពេលហ្នឹងគ្នារបស់ពួកគេក៏នាំគ្នាងក់ក្បាលដើម្បីជាសញ្ញាបញ្ជាក់ថាពួកគេកំពុងតែលេងមួយសំណាងអីចឹងប៉ុន្តែបរិសម្នាក់ហ្នឹងគឺក៏អត់និយាយអីទាំងអស់ដែលធ្វើឲ្យពួកនោះគឺមើលមុខគ្នាលេងឡងហើយបន្តមកគឺអត់ចាំយូរទេគឺដាក់មេប្រូចទៅតែម្ដងសំណាងដោយឃើញហេតុការណ៍ត្រឡប់មកជាល្អវិញហើយគេក៏ប្រញាប់អរគុណបរិសម្នាក់នោះអរគុណអញហើយដែលបានជួយយើងគេក៏ងាកមើលមុខសំណាងរួចក៏តបមិនអីទេវាគឺជាតួនាទីយើងស្រាប់ទៅហើយគេនិយាយរួចគេក៏ដើរចេញទៅបាត់ទៅថ្ងៃតាមពិតទៅបរិសម្នាក់នេះគេមានឈ្មោះថាវិបុលដែលត្រូវជាកូនប្រុសបង្ការរបស់នាយកសាលានៅទីនេះផ្ទាល់តែម្ដងអញ្ចឹងបាន5នាក់មិញរត់បាស់ជើងសោព្រាតហើយមួយទៀតហ្នឹងគឺអ្នកទាំងពីរគឺរៀននៅក្នុងថ្នាក់តែមួយគ្នានឹងទេប៉ុន្តែដោយសារតាវិបុលគេជាមនុស្សម្នាក់ដែរអត់សូវចេះនិយាយស្ដីមួយណាទេហើយបើការជួយដូចហេតុការណ៍នេះគឺកម្របានឃើញអញ្ចឹងសំណាងរបស់យើងគឺប្រហែលជាករណីលើកលែងរបស់គេមើលទៅបែរមកសំណាងយើងវិញកំពុងតែធ្វើមុខឆ្ងល់ព្រោះមុននឹងគេទៅគេបាននិយាយថានេះគឺជាតួនាទីគេស្រាប់ហើយអញ្ចឹងទៅធ្វើឲ្យសំណាងឈោឆ្ងល់ម្នាក់ឯងបដ ாய் តួនាទីអីទៅគេក៏ជាសិស្សសាលាដូចយើងដែរហ្នឹងមានតួនាទីអីត្រូវមកមើលថែពួកយើងឬប៉ាគេឲ្យគេមើលការខុសត្រូវចំនួនគាត់បែបហ្នឹងដូចជាមិនត្រឹមត្រូវទេកំពុងតែចូលកាប់ចាក់ជាមួយខ្លួនឯងភ្លាមនោះមិត្តភ័ក្តិរបស់គេដែលនៅកន្លែងកំងបាយហ្នឹងបានស្រែកហៅគេព្រោះអីបាយដែលគេកំងហ្នឹងគឺបានហើយលឺអញ្ចឹងសំណាងក៏ជប់កាត់អីទៀតដែរក៏បានដើរត្រឡប់ទៅកន្លែងមិត្តភ័ក្តិវិញទៅហើយក៏ញ៉ាំអីហើយនាំគ្នាចូលរៀនវិញដូចធម្មតាទៅមកដល់ត្រង់នេះរឿងរបស់យើងក៏បកក្រោយបន្តិចទៅថ្ងៃដែលពិបុលកំពុងតែលេងបាល់ទាត់ជាមួយមិត្តភ័ក្តិរបស់គេពេលហ្នឹងដែរយើងឃើញក្រុមភៀកគេមកខាងទៀតដូចជាកំពុងតែចាញ់ព្រៀបក្រុមពិបុលហើយឃើញអញ្ចឹងសមាជិកម្នាក់នៅក្រុមមកខាងទៀតហ្នឹងក៏មានចិត្តខឹងលើពិបុលហើយនឹងសមាជិកផ្សេងទៀតដោយយកឈ្នះមិនបានគេក៏ប្រើល្បិចស្មុករោ
ដោយរត់ទៅតាក់ជើងរបស់វិបុលដែលគេកំពុងតែរត់លឿនធ្វើឲ្យវិបុលដួលរបួសក្បាលជង្គង់ឃើញដូច្នោះមិត្តភក្តិវិបុលក៏ឲ្យវិបុលទៅសម្រាកហើយក៏ឲ្យម្នាក់ទៀតចូលមកជំនួសតំណែងរបស់វិបុលអំឡុងពេលដែលវិបុលកំពុងតែអង្គុយសម្រាកនៅលើបោងហ្នឹងសត្វតែមានដៃនរណាមិនដឹងទេបានហុចបង់បិទដំបៅមកឲ្យវិបុលក៏បានសម្លឹងតាមដៃដែលបានហុចមកឲ្យគេនោះភ្លាមនោះគេក៏បាននិទាននៅក្នុងចិត្តហើយអ្វីបរិះម្នាក់នេះមានមុខមាត់ដែលតាក់ទាញដល់ថ្នាក់ហ្នឹងមើលចុះគេនិយមពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់ហ្នឹងហើយតាមពិតទៅបរិះដែលបានហុចបង់បិទដំបៅឲ្យវិបុលនៅពេលហ្នឹងគឺជាសំណាងរបស់យើងនឹងឯងហើយនេះគឺជាការជួបគ្នាដំបូងរបស់ពួកគេចាប់ពីថ្ងៃហ្នឹងមកវិបុលក៏តែងតែលួចមើលមុខសំណាងឲ្យតែពេលសំណាងភ្លេចខ្លួនអីហ្នឹងគឺតែងតែលួចមើលដោយសារតែគេរៀននៅបន្ទប់ជាមួយគ្នាអញ្ចឹងត្រង់នេះយើងដឹងហើយថាបរិះអាកំបាំងកាលពីវគ្គ1ដែលបានសម្លឹងសំណាងហ្នឹងគឺវិបុលយើងនឹងឯងមើលទៅគេប្រហែលជាធ្លាក់អលងស្នេហ៍របស់សំណាងហើយមើលទៅឥឡូវភាព2របស់យើងគឺដល់ទីបញ្ចប់ហើយបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ admin តាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ចុច share និងចុច subscribe វីដេអូរបស់ admin ផងបាយបាយ